ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកពីរបៀបធ្វើត្រីបំពងទឹកត្រីផ្អែមឲ្យមានរសជាតិឆ្ងាញ់បងប្អូនចាគឺខ្ញុំជ្រើសរើសយកត្រីក្រហមយកមកបំពងជាដំបូងខ្ញុំដាក់ខ្ទះឲ្យក្តៅហើយគឺខ្ញុំដាក់ខ្លាញ់ចាបន្ទាប់ពីដាក់ខ្លាញ់ហើយគឺដាក់អំបិលមួយចុងស្លាបព្រាដើម្បីឲ្យខ្លាញ់ពេលដែលយើងបំពងទៅធ្វើឲ្យត្រីយើងស្រការបស់ត្រីណាគឺវាមានភាពស្រួយចាបងប្អូនគឺធ្វើឲ្យត្រីរបស់យើងមានភាពស្រួយចាបន្ទាប់ពីយើងដាក់ជៀនហើយនោះគឺយើងត្រូវប្រែត្រីបងប្អូនណាបំពងសំទោសបំពងហើយគឺយើងត្រូវប្រែវាចាប្រែត្រីនោះដើម្បីឲ្យវាឆ្អិនហើយខ្ញុំធ្វើការគ្របនេះបងប្អូនដោយសារតែវារៀងខ្ទាតខ្លាញ់បន្តិចទៅគឺខ្ញុំគ្របវាបន្តិចកុំឲ្យវាខ្ទាតខ្លាញ់ចាបន្ទាប់មកបងប្អូនយើងមកធ្វើទឹកត្រីផ្អែមម្ដងចាគ្រឿងផ្សំដែលអាចធ្វើទឹកត្រីផ្អែមនោះគឺមានសណ្តែកដីខ្ទឹមសខ្ទឹមក្រហមនិងម្ទេសបងប្អូនចាបន្ទាប់មកគឺយើងដាក់ឆ្នាំងហើយដាក់ស្ករត្នោតចូលទៅបងប្អូនកូរវាឲ្យឡើងពណ៌រាងក្រហមបន្តិចក៏ចាក់ទឹកចូលតែម្ដងចាចាក់ទឹកចូលហើយគឺទុកឲ្យវាពុះហើយយើងនឹងដាក់គ្រឿងផ្សំដូចជាប៊ីចេងមួយចុងស្លាបព្រាអំបិលមួយចុងស្លាបព្រានិងទឹកត្រីបន្តិចផងដែរបងប្អូនសម្រាប់គ្រឿងផ្សំបងប្អូនអាចលៃលកទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនផងដែរចាបន្ទាប់មកគឺយើងដាក់អំពិលទុំចាខ្ញុំធ្វើទឹកត្រីផ្អែមជាមួយនឹងអំពិលទុំបងប្អូនចាបងប្អូនអាចបើមានក្រូចឆ្មាបងប្អូនអាចដាក់ក្រូចឆ្មាក៏បានដែរតែសម្រាប់ខ្ញុំធ្វើទឹកត្រីផ្អែមអំពិលទុំក៏មានរសជាតិឆ្ងាញ់ផងដែរចាយើងដាក់អំពិលចូលទៅសម្រាប់អំពិលនេះដែរបងប្អូនត្រូវការជូរខ្លាំងដាក់រៀងច្រើនបន្តិចទៅតែសម្រាប់ខ្ញុំគឺប៉ុណ្ណេះល្មមហីចាបន្ទាប់ពីយើងដាក់អំពិលហើយចាយើងដួសដាក់ចានមកបងប្អូនដួសដាក់ចានហើយគឺយើងនឹងដាក់ចាសណ្តែកដីខ្ទឹមសខ្ទឹមក្រហមនិងម្ទេសច្របល់ចូលជាមួយនឹងទឹកត្រីរបស់យើងចាយើងធ្វើទឹកត្រីរបស់យើងមានជាតិមានក្លិនឈ្ងុយមានរសជាតិឆ្ងាញ់ទៅពេលដែលយើងញ៉ាំផ្ទាប់ជាមួយនឹងបន្លែនិងនំបញ្ចុកទៅកាន់តែមានរសជាតិតែម្ដងបងប្អូនសម្រាប់ទឹកត្រីនេះដែរតាមចំណង់ចំណូលចិត្តទេបងប្អូនអាចលៃលកទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនតែម្ដងចានេះគឺរួចរាល់ហើយសម្រាប់ត្រីបំពងទឹកត្រីផ្អែមចាបងប្អូនចាតំណងដែរទេបងប្អូនចាសូមអរគុណជម្រាបលាបងប្អូន